ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយនៃប្រទេសហ្វីលីពីនបានឲ្យដឹងថាហេតុការណ៍គ្រោះរំជួយដីកម្រិត7ក្តកសញ្ញា8 Richter នៅភាគខាងត្បូងប្រទេសដែលកើតឡើងនៅព្រឹកថ្ងៃទី8ខែមិថុនាឆ្នាំ2026ដោយគិតត្រឹមរសៀលក្នុងថ្ងៃដដែលនេះបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោច15នាក់ហើយ129នាក់ផ្សេងទៀតបានទទួលរងរបួសរំជួយដីខាងលើបានកាត់ឡើងនៅជម្រៅ10គីឡូម៉ែត្រគៀកនឹងកោះប៊ននីអូភាគខាងត្បូងប្រទេសហ្វីលីពីនហើយបណ្ដាលឲ្យអគារជាច្រើនខ្នងបាក់ស្រុតនិងបង្កការព្រមានអំពីរលកសូណាមីនៅទូទាំងតំបន់ក៏រំជួយដីកម្រិត7ក្តកសញ្ញា8 Richter ដំបូងនោះក៏មានការញ័ររំជួយមួយចំនួនទៀតនៅម្ដុំចំណុចដដែលផងដែរក្នុងនោះរំញ័រធំជាងគេគឺកម្រិត6ក្តកសញ្ញា5 Richter វីដេអូបង្ហាញពីទស្សនវិជ្ជាអគារដួលរលំក៏ដូចជាមនុស្សម្នាភ័យស្លន់ស្លោដោយសារតែហេតុការណ៍រំជួយដីនេះត្រូវបានចែកចាយពីពេញបណ្ដាញសង្គមគូបញ្ជាក់ថាភាគខាងកើតកោះប៊ននីអូកាលពីខែតុលាឆ្នាំ2025កន្លងទៅក៏ធ្លាប់បានរងគ្រោះដោយគ្រោះរំជួយដីពីរផ្ទួនគ្នាគឺកម្រិត7ក្តកសញ្ញា4 Richter និង6ក្តកសញ្ញា7 Richter ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់8នាក់ហេតុការណ៍នោះទៀតសោតគឺកើតឡើងក្រោយរំជួយដីមួយផ្សេងទៀតកម្រិត6ក្តកសញ្ញា9 Richter នៅប៉ុន្មានថ្ងៃមុននោះដែលបានផ្ដាច់ជីវិតមនុស្ស76នាក់ហើយបង្កការខូចខាតឬបំផ្លាញលំនៅឋានប្រមាណ 72000 ខ្នងនៅខេត្តសេបូភាគកណ្ដាលប្រទេសហ្វីលីពីន